នេះមិនមែនគ្រាន់តែជាក្របបែកធម្មតានោះទេវាត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅក្រោមដីដ៏ជ្រៅវាគឺជាក្របបែកមួយនៅក្នុងចំណោមក្របបែកដែលមានកម្លាំងខ្លាំងបំផុតវាគឺជាក្របបែក GBU 57ដែលជាក្របបែកជ្រៀតចូលលេនដ្ឋានក្រោមដីដ៏ជ្រៅវាមានទម្ងន់13តោនវាធ្ងន់ណាស់ដែលមានតែ B2 Spirit ប៉ុណ្ណោះដែលផ្ទុកវាបានប៉ុន្តែ B2 Spirit គឺអាចផ្ទុកវាបានតែ2គ្រាប់ប៉ុណ្ណោះដោយសារតែទម្ងន់ធ្ងន់របស់វាប៉ុន្តែនៅពេលដែលទម្លាក់នៅចំគោលដៅម្ដងវាមិនដែលទម្លាក់ខុសនោះទេហើយវាបានធ្វើឲ្យលេនដ្ឋានក្រោមដីនោះគឺខ្ទេចខ្ទីតែម្ដងនេះមិនមែនគ្រាន់តែជាក្របបែកធម្មតានោះទេវាត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅក្រោមដីដ៏ជ្រៅវាគឺជាក្របបែកមួយនៅក្នុងចំណោមក្របបែកដែលមានកម្លាំងខ្លាំងបំផុតវាគឺជាក្របបែក 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 GBU 57ដែលជាក្របបែកជ្រៀតចូលលេនដ្ឋានក្រោមដីដ៏ជ្រៅវាមានទម្ងន់13តោនវាធ្ងន់ណាស់ដែលមានតែ B2 Spirit ប៉ុណ្ណោះដែលផ្ទុកវាបានប៉ុន្តែ B2 Spirit គឺអាចផ្ទុកវាបានតែ2គ្រាប់ប៉ុណ្ណោះដោយសារតែទម្ងន់ធ្ងន់របស់វាប៉ុន្តែនៅពេលដែលទម្លាក់នៅចំគោលដៅម្ដងវាមិនដែលទម្លាក់ខុសនោះទេហើយវាបានធ្វើឲ្យលេនដ្ឋានក្រោមដីនោះគឺខ្ទេចខ្ទីតែម្ដង